សូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមធ្វើការចែករំលែកនៅប្រធានបទមួយដែលស្ដីអំពីរបៀបឬក៏នីតិវិធីនៅក្នុងការធ្វើប្លង់បំបែកក្បាលដីឬក៏យើងអាចហៅម្យ៉ាងទៀតថានីតិវិធីនៃការពុះដីឡូចំពោះការបំបែកប្លង់ក្បាលដីគឺជាការបំបែកប្លង់ក្បាលដីមួយឲ្យទៅជាក្បាលដីឡូដែលក្នុងចំនួនច្រើនដែលនៅក្នុងគោលបំណងនៃការពុះបំបែកក្បាលដីនេះគឺក្នុងគោលបំណងសម្រាប់យកទៅលក់ឬក៏ក្នុងការអភិវឌ្ឍសាងសង់ជាផ្ទះល្វែងជាបុរីជាការពុះដីឡូរក់ឬក៏ក្នុងគោលបំណងនៅក្នុងការបែងចែកដីមួយកន្លែងទៅឲ្យបានជាច្រើនចំណែកនៅក្នុងករណីដែលធ្វើការបែងចែកពីឪពុកម្ដាយឲ្យទៅកូនក្នុងករណីដែលឪពុកម្ដាយនឹងគាត់ចង់បែងចែកដីមួយកន្លែងទៅឲ្យកូនជាច្រើនអ្នកហេតុដូចនេះហើយដើម្បីឲ្យស្វែងយល់កាន់តែច្បាស់អំពីនីតិវិធីហើយនឹងក៏ដូចជាសំណុំឯកសារចាំបាច់នៅក្នុងការពុះបំបែកក្បាលដីនេះយើងក៏បីទស្សនាវីដេអូនេះឲ្យបានចប់ការពុះបំបែកក្បាលដីឬក៏ការពុះដីឡូគឺជាផ្នែកមួយនៃការអភិវឌ្ឍដីការនេះហើយគឺតម្រូវឲ្យមានទាមទារឲ្យមានការអនុញ្ញាតឬក៏ទាមទារឲ្យមានលិខិតអនុញ្ញាតពីអាជ្ញាធរដែលមានសមត្ថកិច្ចមុននឹងធ្វើការពុះបំបែកក្បាលដីឬក៏ធ្វើការពុះដីឡូហើយខាងក្រោមនេះគឺជាលំដាប់ថ្នាក់នៃអាជ្ញាធរមានសមត្ថកិច្ចដែលអ្នកមានបំណងពុះដីឡូឬពុះបំបែកក្បាលដីនឹងត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតចំពោះអ្នកដែលមានបំណងពុះបំបែកក្បាលដីឬក៏ពុះដីឡូដែលមានទំហំផ្ទៃដីធំជាង30,000 ម៉ែត្រក្រឡាគឺត្រូវដាក់លិខិតស្នើសុំអនុញ្ញាតទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនិងនគររូបនីយកម្មនិងសំណង់ហើយនឹងអ្នកដែលមានបំណងពុះដីឡូតដែលមានទំហំផ្ទៃដីតូចជាងឬស្មើ30,000 ម៉ែត្រក្រឡាត្រូវស្នើសុំលិខិតអនុញ្ញាតពីគណៈអភិបាលនៃគណៈអភិបាលរាជធានីខេត្តដែលទីតាំងគម្រោងដីដែលត្រូវធ្វើការពុះនឹងស្ថិតនៅហើយនឹងអ្នកដែលមានបំណងពុះដីឡូដែលមានទំហំផ្ទៃដីតូចជាងឬស្មើ5,000តិចជាង50,000 ម៉ែត្រក្រឡាត្រូវស្នើសុំលិខិតអនុញ្ញាតពីគណៈអភិបាលក្រុងស្រុកខណ្ឌដែលទីតាំងគម្រោងនោះស្ថិតនៅក្នុងករណីដែលក្រុងស្រុកខណ្ឌនោះមានប្លង់គោលប្រើប្រាស់ដីដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការរួចក្នុងការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតក្បាលដីឬពុះដីឡូដើម្បីស្នើសុំបំបែកក្បាលដីឬពុះដីឡូយើងត្រូវភ្ជាប់ជាមួយឯកសារដូចខាងក្រោមដែលមានដូចជាឯកសារបញ្ជាក់អំពីអត្តសញ្ញាណម្ចាស់សំណើឯកសារបញ្ជាក់អំពីការកាន់កាប់ដីស្របច្បាប់មានដូចជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានកម្មសិទ្ធិកាន់កាប់អចលនវត្ថុបានសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីវិញ្ញាបនបត្រសម្គាល់សិទ្ធិជួលអចិន្ត្រៃយ៍វិញ្ញាបនបត្រសម្គាល់សិទ្ធិផលភោគឬគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលហើយក៏ដូចជាមានឯកសារដូចជាប្លង់តំបន់ឬប្លង់ទីតាំងគម្រោងបំបែកក្បាលដីឬពុះដីឡូឯកសារគម្រោងផែនការប្រើប្រាស់ដីនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តឯកសារគម្រោងការសកម្មភាពនិងពេលវេលានិងឯកសារគម្រោងផែនការថវិកាហើយក៏ដូចជាឯកសារពាក់ព័ន្ធផ្សេងទៀតចំពោះពាក្យស្នើសុំលិខិតអនុញ្ញាតនិងឯកសារភ្ជាប់ខាងលើនេះត្រូវធ្វើជាឯកសាររឹងយ៉ាងតិចចំនួន8ច្បាប់និងឯកសារទន់បាទដែលទាំងអស់នេះគឺសិតសឹងតែជាសមត្ថកិច្ចដែលមានសមត្ថកិច្ចនៅក្នុងការចេញលិខិតអនុញ្ញាតឲ្យពុះបំបែកក្បាលដីឬក៏ពុះដីឡូហើយនឹងក៏ដូចជាសំណុំឯកសារចាំបាច់ដែលត្រូវភ្ជាប់ជាមួយនឹងពាក្យសុំពុះដីឡូហើយនឹងតទៅទៀតនេះគឺជាទម្រង់នៃលិខិតស្នើសុំ
ពុះដីឡូនៅក្នុងទំហំដាក់ទៅអភិបាលទៅប្រធានមន្ទីរសយោដីបាទសូមអរគុណ